សូមគោរពបងប្អូនជនជាតិពេលនេះមកនេះខ្ញុំជាខ្មែរមួយរូបហើយជាជាថាដូចគ្នានឹងបងប្អូនជាពលរដ្ឋខ្មែរទូទាំងប្រទេសដែរគឺមានអារម្មណ៍បារម្ភមានអារម្មណ៍សោកសង្រេងអំពីការឈ្លានពាននគរខៅរបស់អ្វីដែលកងទ័ពនិងប្រទេសថៃបានឈ្លានពានមកលើបូរណភាពទឹកដីនិងបានសម្រាប់ប្រជាជនស៊ីវិលដូចជាបានបាញ់ផាមកលើកងកម្លាំងជើងហើយក្នុងនេះហើយខ្ញុំសូមថ្លែងអំណរគុណជាជ្រៅចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការនាំផលសម្ដេចធិបតីនិងការដឹកនាំរបស់សម្ដេចតេជោការដឹកនាំលើគ្រប់គ្រងសមរភូមិខាងមុខហើយជាផ្សេងផ្ទាល់ហ្នឹងគឺបងប្អូនកងកម្លាំងលោកពូលោកអ៊ំបងប្អូនទាំងអស់ដែលជាយុទ្ធជនមេបង្រីដែលជួមមុខដែលហ៊ានយកជីវិតជាដើមទុនហ៊ានពលីជីវិតហ៊ានលះបង់គ្រប់កាយបែបយ៉ាងដើម្បីការពារឲ្យពួកខ្ញុំទាំងអស់គ្នានៅខាងក្រោយនេះអាចរួមរស់ជាមួយគ្រួសារបានសុខសុវត្ថិភាពតែទោះយ៉ាងណាក៏ដោយពួកខ្ញុំផ្ទាល់នៅសមរភូមិក្រោយមិនមែនដែលទូនទីត្រឹមតែឈរចាំព្រៃសុខភមង្គលដែលបងនៅខាងមុខនេះទេពួកខ្ញុំនឹងខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការចូលរួមជាខឿនការពារជាតិប្រជាជនចូលរួមចំណែកជាមួយបងតាមលក្ខណៈទោះតាមលទ្ធភាពជាអំណោយក៏ដោយជាអីក៏ដោយការបរិច្ចាគឈាមក៏ដោយដើម្បីធ្វើម៉េចអាចជួយគ្រប់គ្រងដល់បងអស់គ្នានៅខាងមុខក៏ដូចជាជនពិសេសដែលទូផលប៉ះពាល់ពីគ្រាមនេះហើយខ្ញុំមានតែ5ផ្ញើទី1ខ្ញុំជឿជាក់គឺបងទាំងអស់ដែលនៅសមរភូមិមុខអ្វីដែលជាពលកម្មរបស់បងពិតជាមានតម្លៃបំផុតសម្រាប់ពួកខ្ញុំផ្ទាល់មិនថាក្នុងនាមជាខ្ញុំផ្ទាល់ជាក្រុមគ្រួសារឬក៏ជាប្រទេសជាតិទាំងមូលហើយខ្ញុំជឿជាក់នឹងសូមជូនពរដល់បងទាំងអស់ទូបានសុខសុវត្ថិភាពក្នុងបុព្វហេតុការពារជាតិមាតុភូមិនេះសូមអរគុណ